នឹងមាន5យ៉ាងសង្ឃៈធម៌ប្រែថាធម៌ដែលត្រូវសង្គ្រោះសង្ឃៈនឹងប្រែថាសង្គ្រោះយ៉ាងណានឹងសង្ឃៈនឹងជាភាសាបាលីអញ្ចឹងយើងហៅថាសង្គ្រោះនឹងឯងសង្ឃៈធម៌5យ៉ាងឬក៏តួនាទី5យ៉ាងដែលលោកបានបំពេញហើយចំពោះបុត្រធីតាចំពោះកូនប្រុសស្រីទី1អីខ្លះគឺថាបាបានវិរេតិញ៉ាំងកូនមិនឲ្យធ្វើអំពើអាក្រក់អំពើអបាយមុខអំពើមិនល្អដោយកាយដោយវិចារដោយចិត្តណាមិនឲ្យធ្វើអំពើអាក្រក់ទេឲ្យវាចាកនៅការបៀតបៀនគេឲ្យវាចាកនៅការសម្លាប់បង់នៅជីវិតគេឲ្យវាចាកធ្វើអំពើដែលគ្រោះថ្នាក់ដល់ជនដទៃដល់សង្គមហ្នឹងវាដើមបិតាអប់រំកូនអញ្ចឹងទី2ឲ្យធ្វើអំពើល្អសពយ៉ាងដោយកាយដោយវិចារដោយចិត្តឲ្យធ្វើអំពើល្អតិចទៀតហ្នឹងស្មើនឹងបង្រៀនសិល5ណាសិល5ឲ្យយល់ថាស្អីទៅជាសិល5ហ្នឹងយើងក៏បីធ្វើទាំងអស់គ្នានោះនៅក្នុងសង្គមហ្នឹងទី3ឲ្យកូនសិក្សារៀនសូត្រណាតាមមុខវិជ្ជាសម័យកាលនិយមណាមេដាបេដាបំពេញទី3តិចទៀតសួរឲ្យរង្វាន់ហ្នឹងហើយទៅចាំណាទី4រៀនសូត្រចេះដឹងហើយធំពេញវ័យហើយមានកិច្ចការងារល្អធ្វើត្រឹមត្រូវហើយរៀបចំអវេហៈវិហៈមង្គលមានន័យថារៀបចំអាពាហ៍ពិពាហ៍រៀបការឲ្យកូនទៅទៀតតាមប្រពៃណីរបស់ខ្លួនដែលមានតាមសាសនារបស់ខ្លួនដែលមានទី5រៀបចំអាពាហ៍ពិពាហ៍ឲ្យហើយចែកទ្រព្យសម្បត្តិតាមលទ្ធភាពដែលគាត់មានចំពោះកូនឃើញណានឹងតួនាទី5យ៉ាងព្រហ្មវិហារធម៌មាន4ដែលមេដាបិតាប្រើប្រាស់សង្គ្រោះផ្សព្វផ្សាយចំពោះកូនគ្រប់ពេលកូលាទាំងអស់សង្ឃៈធម៌5យ៉ាងហៅថាតួនាទី5យ៉ាងដែលគាត់មានសង្គ្រោះចំពោះបុត្រធីតាទៀតមិនឲ្យធ្វើអំពើអាក្រក់ទី1ទី2ឲ្យធ្វើអំពើល្អទី3ឲ្យសិក្សារៀនសូត្រចំណេះដឹងផ្លូវលោកផ្លូវធម៌តាមសម័យកាលនិយមទី4រៀបចំអាពាហ៍ពិពាហ៍ឲ្យកូនប្រុសស្រីទី5ចែកទ្រព្យសម្បត្តិធនធានឲ្យកូនតាមលទ្ធភាពដែលគាត់មាននឹង5យ៉ាងណា5យ៉ាងតិចទៀតសួរអញ្ចឹងនឹងសត្វតែសិទ្ធជាគុណបំណាច់របស់មេដាបិតាឪពុកម្ដាយរបស់យើងបានសង្គ្រោះបានប្រើប្រាស់ចំពោះបុត្រធីតាហើយណែទាំងអស់ហ្នឹងដែលលោកហៅថាគុណបំណាច់ណាគុណបំណាច់សួរថាណាក្រៅអំពីមេដាបិតាមកធ្វើអញ្ចឹងចំពោះយើងបានតាំងពីព្រហ្មវិហារធម៌តាំងពីតួនាទី5យ៉ាងអីទាំងអស់ហ្នឹងរហូតដល់មេដាបិតាខ្លះឬក៏ស្ទើរជាទូទៅបើសិនបើកូននោះមានឧបសគ្គរហូតដល់បាត់បង់ជីវិតបើសិនជាម្ដាយឪពុកដូរបានលោកស៊ូដូរដើម្បីធ្វើយ៉ាងណាឲ្យតែកូនរស់នឹងទឹកចិត្តលោកឪពុកនិងម្ដាយដែលមានចំពោះកូនគ្រប់រូបទាំងអស់នឹងអានឹងជាទូទៅយើងកុំនិយាយម្ដាយឪពុកដែលមានមួយនៅក្នុងសង្គមនោះដែលមិនបានយកចិត្តទុកដាក់នឹងកូនណាមិនបានយកចិត្តទុកដាក់នោះមិនមានច្រើនទេមានតិចតួចយើងកុំយករឿងនឹងមកជាអារម្មណ៍ជាគតិមិនត្រឹមត្រូវទេណាមិនត្រឹមត្រូវឡើយហើយក៏មិនមែនជាគតិបណ្ឌិតអ្នកប្រាជ្ញដែលអប់រំមេដាបិតាដែលខុសឆ្គងម្ដងម្កាលឬក៏មេដាបិតាដែលខុសឆ្គងមិនចិញ្ចឹមកូនម្នាក់ពីរនាក់នៅក្នុងសង្គមនោះទេមិនមែនជាគតិរបស់បណ្ឌិតអ្នកប្រាជ្ញទេ
ហើយជាទូទៅមេត្តាបិតាលោកតែងតែបានបំពេញតួនាទីរបស់លោកបានត្រឹមត្រូវហ្នឹងបើមិនបាន 100% ទេក៏បាន 90 ឬ 90 ជាងភាគរយដែរអាហ្នឹងជាគុណបំណាច់រាប់មិនអស់ទេព្រះពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់សម្ដែងថាអ្នកមានគុណនឹងមានគុណនឹងជាអនន្តគុណគុណរាប់មិនអស់ជាអនេកបគុណគុណច្រើនអនេកមេត្តាបិតារបស់យើងហ្នឹងអសមៈគុណគុណរកអ្វីប្រៀបផ្ទឹមមិនបានអបរមាណគុណគុណរកអ្វីប្រមាណមិនបានឃើញទេហ្នឹងអញ្ចឹងគុណឥឡូវរៀបរាប់ត្រួសមិញណាគុណច្រើនណាស់រាប់មិនអស់ទេគុណលោកអ្នកដ៏មានគុណតាំងពីផ្ដល់ជីវិតតាំងពីព្រហ្មវិហារធម៌ដែលលោកមានចំពោះយើងដែលឲ្យលោកមានបានបំពេញតួនាទី5យ៉ាងសង្ឃៈធម៌5យ៉ាងចំពោះបុត្រធីតាហើយសពយ៉ាងហើយតើយើងទទួលស្គាល់ឬមិនទទួលតាមសច្ចធម៌យើងទៅតែទទួលស្គាល់ថាមេត្តាបិតានឹងជាអ្នកមានគុណមែនពិតប្រាកដបើទទួលស្គាល់ពិតប្រាកដហើយនៅក្នុងសច្ចធម៌ហើយតែយើងត្រូវធ្វើដូចម្ដេចចំពោះលោកអ្នកដ៏មានគុណវិញហ្នឹងយើងត្រូវធ្វើដូចម្ដេចយើងត្រូវធ្វើជាកូនល្អកូនល្អរបស់មេត្តាបិតាជាសិស្សល្អរបស់លោកគ្រូអ្នកគ្រូជាពលរដ្ឋល្អរបស់សង្គមជាសាសនិកល្អរបស់សាសនាយើងកាន់ពុទ្ធសាសនាជាពុទ្ធសាសនិកដ៏ល្អរបស់ពុទ្ធសាសនាជាមិត្តភក្តិល្អរបស់មិត្តភក្តិរបស់យើងហ្នឹងជាមនុស្សជាមនុស្សណាបងប្អូនជាមនុស្សរហូតក៏คล้ายទៅជាទំពាំងស្នងឫស្សីដូចម្ដេចហៅថាទំពាំងដូចម្ដេចហៅថាឫស្សីណាយើងទៅយល់តែនឹងទៀតណាយើងជាទំពាំងរាល់ថ្ងៃនេះណាបងប្អូនជាទំពាំងស្នងឫស្សីហើយបើសិនជាទំពាំងនឹងវាស្អុយកើតទៅជាឫស្សីអត់អត់កើតទេទំពាំងនឹងមិនល្អអត់កើតទៅជាឫស្សីទេតើតែទំពាំងនឹងល្អហើយទំពាំងនឹងល្អបើកើតចេញមកពីណាហ្នឹងកើតចេញមកពីយើងទាំងអស់គ្នាជាកូនល្អជាសិស្សល្អជាពលរដ្ឋល្អជាសាសនិកល្អនៅក្នុងសង្គមជាមិត្តភក្តិល្អហ្នឹងត្រូវធ្វើអីខ្លះហ្នឹងល្អយើងត្រូវធ្វើបើចំពោះលោកអ្នកដ៏មានគុណរបស់យើងត្រូវស្ដាប់បង្គាប់ណាត្រូវស្ដាប់បង្គាប់លោកអ្នកដ៏មានគុណគោរពលោកអ្នកដ៏មានគុណគឺមេត្តាបិតាគឺម្ដាយឪពុករបស់យើងនេះឯងយើងអត់ត្រូវទៅធ្វើអ្វីដែលជាអំពើបាបមានអីខ្លះមានការដើរលេងមិនចូលផ្ទះការដើរមិនចូលសាលាការទៅសែបគប់នឹងមនុស្សអាក្រក់មនុស្សពាលការទៅសែបគ្រឿងញៀនគ្រឿងស្រវឹងគ្រប់ប្រភេទជក់ម៉ាជក់បាហ្នឹងអំពើអាក្រក់អាហ្នឹងអំពើអាក្រក់សែបគប់មិត្តមិនល្អសែបគប់មនុស្សមិនល្អជាមនុស្សមិនលុះក្នុងអំណាចនៃការអប់រំនៃមេត្តាបិតាជាមនុស្សមិនលុះក្នុងអំណាចនៃការអប់រំរបស់គ្រូបាអាចារ្យហ្នឹងគ្រូរបស់យើងហ្នឹងគាត់ជាអ្នកបង្រៀនឲ្យយើងធ្វើល្អឲ្យមានចំណេះដឹងយើងអត់ធ្វើដិតតាមយើងអត់ខំប្រឹងប្រែងស្វាត់ជាយនៅមុខវិជ្ជាចំណេះដឹងទាំងអស់ហ្នឹងទេនឹងឈ្មោះថាធ្វើអាក្រក់ឈ្មោះថាធ្វើបាបមានន័យថាធ្វើអាក្រក់បាបនឹងអាក្រក់ហ្នឹងតែមួយណាបាបនឹងអាក្រក់ហ្នឹងតែមួយទេហ្នឹងអញ្ចឹងដើម្បីឲ្យទៅជាសសរទ្រូងនៃប្រទេសជាតិបានតើតែយើងខំប្រឹងប្រែងខ្លួនយើងប្រឹងប្រែងរៀនប្រឹងប្រែងយកចំណេះដឹងប្រឹងប្រែងស្ដាប់គ្រូគោរពវិន័យរបស់សាលាអាហ្នឹងឈ្មោះថាជាអ្នកប្រឹងប្រែងខ្លួនយើងចំណេះដឹងណាដែលយើងត្រូវ
riêng vô dương châu chặt chấm nét đằng ná dương vô chấm nét đằng nụ tư của phần đà lâu dương cầm bông ta riêng nấu một chấm niên tu tư riêng vô đây chấm nét đằng tu tử nè chấm nét đằng tu tử sẽ đà nâu không sẽ cao trên lấy nó ban dương vô chấm niên bà lâu dương riêng tu tử nó chấm nét đằng tu tử không anh nuôi chia lay được không một chia lay chẳng dừng vô kêu trình chuột vô chấm này nắng hỏi bàn trơn nè hỏi bàn trơn hỏi tôi chia sao phụ cài nè hỏi tôi chia sao phụ cài từ tiết nằng grade A grade B để dạng tiếp chẳng tấu anh nắng sao phụ cài là không thà nè nằng chẳng chẳng dừng phơi chỉ câu lọ nè câu lọ nắng miền thoa bèm giang nâng thầm mà sẵn khai thoa bèm giang ơi thoa pram giang là dương trấu tọp cun song cun trong pua lục nè đồng miền cun rồi bao dương mà đài ở bốc rồi bao dương thì mùi trấu chừng trăm miệt đa bạch đà chừng trăm miệt đa bạch đà mạch ban trên lúc sầm đai nhau trăm miệt đa bạch đà vinh rồi miệt đa bạch đà thọp trăm dương đó đòi phải chạy buồn chạy vào rạ bần bát xảy na sẵn nạ kia liên phê dạ dây chân bà sẽ đàm thì mũi chạy vào rạ nâng tầm đai lơ khao áo sao bay sầm đi bồng pe bần bát nâng tầm đai từ lơ ha phôi chuôn nôm chùm nay trai sai chỉ đơm thì bày tiết xảy na sẵn nạ bàn đó là bó pra thì cái lay buồn đâu bó pra trục giang nâng hao xảy na phải chạy thì muốn cái liên là phê dạ phải chạy năm cài rô phê dạ sập mục nâng phải chạy tầng buôn nâng là ba tầng buôn nâng dương từng chấm miệt đá bạch đá bốc mà đai bao dương vinh dương pra bùng hiệt thoa tầng buôn là bao dương trong buôn lục nè đồng miên quân vinh mệt ta cả na mua để tạo phải khai cho buôn lục nè đồng miên quân dương vinh nâng tì mùi thành chấm miệt đá bạch đá vậy đã sẵn khai chăm nâng tì mùi tí phí lục thảo vừa cách càng nghĩa sọc giang chùa lục nè đó miền cồn càng nghĩa xa càng nghĩa thôn dạng ná vừa chua chùm nua ai lục nè đó miền cồn rồi bao dương vinh chặt miệt đà về đa chưa chủ vai vinh đó cùng vô quạt vừa chỉ cầm mà có rồi bao dương vừa chỉ cầm mà có rồi bao miệt đá bạch đà rồi bao phục mà đai nè nâng tí phí tí bay trời đầm cao vung ta câu lại nơi cung vung ta câu là bao lúc là xa ban miên kết thì vô kê mua là o và pây thay tha chẳng dương là xa vung ta câu nó ngày ban là o thay là xa và pây ni nó ngày ban là o vinh lúc là xa và pây ni khmai và pây ni và Phật sa na cứ đâu Phật sa na dương vừa tam nuôi từ vinh hai tháng chỉ nè là xa vung ta câu lại nơi cung vung thì muốn cứ thả phơi khluôn này xăm chỉ nè tổ tu được kê mờ đạ phơi chỉ câu lọ nè phơi chỉ câu lọ mình men chăm ta đan mà đai chết slap bàn dọc bài sầm lo tới phải chọc mà đai ở phố con tổ tu tiên lên cao trả hói vốn con tổ tu tiên lên cao trả hói bàn dọc bài sầm lo tới phải chọc tới phải chọc nó sao tiết chăm tổ tu cái hơi tha bàn đam mờ đạ nâng mà đại phục sự nhê ao ấy khác nâng hay công chăm chăng ná nâng công chăm chăng từ phê là lúc đua riêng miên chỉ vượt nơi lao nâng cửa rốt đắp bằng quạp lúc nẹ miên côn chừng trăm bạch thay là xa lúc chẳng tấu toàn lúc nơi sọc ở phía là miên chỉ vượt đua nơi dân cửa rốt lúc đôi pre là bao dương á nâng vừa luôn là xong chỉ nẹ tổ tu nô kê mờ đạ nâng miền này chẳng nó miền này chẳng vừa chỉ côn lọ thì pram tiết và Phật sầm đai nhé và ăn sầm đai tham mình men chăm bay từ nơi ru tê sầm bay từ quạt lẹ lục đi từ can lục hàng mốc quạt slap hơi cả đôi ở phượng bon của sao là tư chun tàu nè phượng bon của sao xem cục giang tầng o ở tư chun từ đào lục đặt ở miền côn bon tội bon thông từ tam sụt thia từ tam lạt từ phía rồi bao dương đặt miền nâng nè thoa pram giang nè tu nè ti pram giang nè để câu nâng trâu vừa top trong buôn lục nè đào miên cồn vinh nè trong buôn lục nè đào miên cồn vinh nâng ti muối chỉ trăm miệt đa bạch đà chỉ ti pi vừa cạch cà chua lục nè đào miên cồn
ទី3តម្កល់វងតកូលនៅគង់វងល្អទី4ធ្វើខ្លួននៅជាអ្នកគេហៅថាសំជាអ្នកទទួលនៅគេមរតកទី5ពេលគាត់ស្លាប់ទៅធ្វើបុណ្យកងការមហាកុសលឧទ្ទិសជូនទៅនេះទូនាទីរបស់កូនមាន5យ៉ាងដែលត្រូវធ្វើចំពោះមាតាបិតារបស់យើងហ្នឹងហើយយើងមានព្រហ្មវិហារធម៌មេត្តាករណាមុទិតាអបេក្ខាការរាប់អានសេចក្តីអាណិតអាសូរស្រឡាញ់ចំពោះលោកអ្នកដ៏មានគុណរបស់យើងចិត្តទូទុនស្រឡាញ់គាត់រាប់អានគាត់មានសេចក្តីសុខចម្រើនសុខសប្បាយយើងត្រេកអរចំពោះសេចក្តីសុខរបស់គាត់ស្រឡាញ់មេត្តានិងបិតាឲ្យស្មើគ្នាគេហៅថាចិត្តអបេក្ខានេះព្រហ្មវិហារធម៌ហ្នឹងយើងមានចំពោះលោកអ្នកដ៏មានគុណរបស់យើងវិញបានឈ្មោះថាកូនល្អនឹងសង្ខេបណាសង្ខេបឲ្យបងប្អូនហ្នឹងបានយល់ណានេះជាចំណេះដឹងមួយឥឡូវសួរហ្នឹងមកសំណួរឆ្លើយត្រូវ10000រៀលហ្នឹងហើយតែមកសំណួរ10000រៀលហ្នឹងហើយឥឡូវសួរតាំងពីដំបូងមកឥឡូវយក10នាទីសួរឆ្លើយហើយបានបកគលនាទីទៅប្រគ្រូរតនវិសុទ្ធឆាតសុឆេដើម្បីសម្ដែងបន្តកូនមានតួនាទី5យ៉ាងតើអ្វីខ្លះលើកដៃលើកមកលើកឆ្លើយអត់ភ័យមិនភ័យក្លាហានឡើងហ្នឹងឯងងើបឈរក៏បានដែរឲ្យគ្នាយើងឃើញមកផងអូនងើបឈរកូនមានតួនាទី5យ៉ាងគឺទី1ត្រូវធ្វើការងារជំនួសឪពុកម្ដាយ1ទី2គឺខិតខំរៀនសូត្រទី3គឺត្រូវធ្វើខ្លួនឲ្យសមជាអ្នកទទួលកេរមរតកហើយទី5គឺត្រូវទី4គឺត្រូវចិញ្ចឹមឪពុកម្ដាយហើយទី5គឺត្រូវធ្វើបុណ្យឧទ្ទិសកុសលឲ្យគាត់នៅពេលដែលគាត់ទទួលមរណភាពណាតាទុត្រូវបានរង្វាន់ណាបានរង្វាន់10000រៀលបានរង្វាន់10000រៀលតាទុបានតើអនុមោទនាមួយទៀតសង្ឃធម៌តួនាទី5យ៉ាងរបស់មាតាបិតារបស់ឪពុកម្ដាយយើងមាន5យ៉ាងតើអ្វីខ្លះបាទបងណាលើកដៃឆ្លើយអប់រំកូនឲ្យធ្វើល្អទី2ឲ្យកូនជៀសវាងអំពើអាក្រក់ទី3ចែកគាត់ឲ្យកូនទី5ត្រៀមបង្គោលកាយកូនទី6ម្ដងទៀតទី1ឲ្យកូនធ្វើអំពើល្អទី2ឲ្យកូនជៀសវាងអំពើអាក្រក់ទី3រៀបចំកូនឲ្យកូនចូលរៀនទី4រៀបចំបង្គោលកាយកូនទី5ហើយចែកមកឲ្យកូនត្រូវចឹងត្រូវសាធុអនុមោទនាហ្នឹងហើយបានរង្វាន់10000រៀលទៀតអនុមោទនាទៀតបន្តិចទៀតព្រហ្មវិហារធម៌4ដែលមេត្តាក៏ត្រូវមានកូនក៏ត្រូវមានចំពោះគ្នាទៅវិញទៅមកតើអ្វីខ្លះយ៉ាច្រើនចាំច្រើនអូន
ជួយគេผู้ดีที่ว่าแต่ว่าเป็นวงการคือเวลากันนะผู้ติดตามอุปถัมภ์ តើមេត្តាមានន័យថាម៉េចមេត្តាមេត្តាមានន័យថាម៉េចមេត្តាបងណាដឹងមេត្តាមានន័យថាម៉េចករណាមានន័យថាម៉េចមុទិតាមានន័យថាម៉េចឧបេក្ខាមានន័យថាម៉េចលើកដៃឡើងវាយជួយគ្នាគ្រប់ត្រគ្នាអមមក người ta nên nên tha cá sờ lại cồn một người ta nên tha cá hành lên sừng đón đòn cồn ta được nam nên tha cá sờ bài chất để tôi cồn bàn sông đằng một bên cá nên tha sờ lại cồn sờ lại ឥឡូវរៀនទុយគ្នាបន្តិចឥឡូវណាឥឡូវដែលអាត្មាសូមបញ្ជាក់ខាងដើមណាមេត្តាមានន័យថាការរាប់អានកូនហើយករណាមានន័យថាអាណិតអាសូរស្រឡាញ់អាណិតអាសូរកូនមុទិតាមានន័យថាចិត្តត្រេកអរទោទន់ទៅរកកូនដែលមានសេចក្តីសុខហើយឧបេក្ខាមានន័យថាស្រឡាញ់កូនដែលស្មើគ្នាចិត្តជាកណ្ដាលស្រឡាញ់កូនដែលស្មើគ្នានឹងអញ្ចឹងទៅឲ្យមើលដែរម្នាក់ 5000 ឡើងអញ្ចឹងព្រមវិហារធម៌ទាំង 4 ហ្នឹងម្ដាយឪពុកត្រូវមានចំពោះកូនទាំងអស់ក៏ត្រូវមានចំពោះម្ដាយឪពុកដែរសូមអនុមោទនា